តោះវីដេអូនេះខ្ញុំនឹងបកស្រាយលំហាត់ probability ពីម្សិលមិញតោះរីករាយទស្សនាទាំងអស់គ្នាចុះសូមអនុញ្ញាតទៅនៅវិទ្យាល័យមួយមានសិស្សចំនួន150នាក់សិស្ស110នាក់ចូលចិត្តរៀនភាសាខ្មែរសិស្ស80នាក់ចូលចិត្តរៀនគណិតវិទ្យាសិស្ស40នាក់ចូលចិត្តរៀនទាំងគណិតវិទ្យាទាំងភាសាខ្មែររក probability សិស្សដែលចូលចិត្តរៀនភាសាតែមួយមុខអញ្ចឹងឲ្យរក probability ចឹងសម្រាប់អូខេសម្រាប់អូខេរក probability នៃបែបសិស្សដែលរៀនរបស់មកអូខេចឹងខ្ញុំដោះស្រាយតាមពីរទៀតមួយដោះស្រាយតាម graphic មួយទៀតដោះស្រាយតាម program អូខេអញ្ចឹងដើម្បីរក probability មានថាពេលមួយនេះថាស្មើជាមួយនឹងករណី A តើករណីស្របនៅលើករណី A នៅលើករណី A ចឹងដឹងករណី A នៅក្នុងវិទ្យាល័យមួយមានសិស្សចំនួន150នាក់ចឹងន័យថាករណី A យើងដឹងថា150នាក់គឺជាករណី A ចឹង150នាក់តែករណីស្របគឺជាអ្វីដែលគេសួរណាជាអ្វីដែលគេសួរចឹងតែអូខេខ្ញុំដោះស្រាយតាមgraphic ចុះគូ graphic ទីមកទេអូខេគូពី graphic ទីមកអានេះខ្ញុំតាមដោយmathematics មិនថាគណិតវិទ្យាចឹងអានេះគឺខ្ញុំតាមដោយភាសាខ្មែរគឺតាមដោយ K ចឹងមកអូខេខ្ញុំមើលថា40នាក់ចូលចិត្តរៀនភាសាពីចូលចិត្តរៀនភាសាពីមុខចឹងខ្ញុំថាមាន40នាក់នេះ40នាក់អូខេ80នាក់ខ្ញុំមើលក្រុមទៅវិញណា80នាក់ចូលចិត្តរៀនគណិតវិទ្យាចឹង80នាក់អញ្ចឹងឲ្យបាន8មានន័យថាយើងយក80មក40មកចុះឲ្យ40អូខេ110នាក់ចូលចិត្តរៀនភាសាខ្មែរចឹងនេះ110នាក់មានន័យថាយើងយក110ដល់40មកចឹងសល់70អញ្ចឹងពេលយើងអាចរក probability នេះភាសាពីមុខនេះភាសាខ្មែរពីមុខទៅនឹងជាមុខអញ្ចឹងពេល probability វាស្មើជាមួយនឹង70បូកជាមួយនឹង40ចែកជាមួយនឹងករណី A វាគឺ150ចឹង probability របស់វាស្មើជាមួយនឹង110ចែកជាមួយនឹង150ក្នុងនេះយើងសម្រួលក៏បានបែបសម្រួលក៏បាន probability ទី2បងអូខេចឹងដោះស្រាយតាមរូបមន្តសំណុំតាមសំណុំអូខេតាមសំណុំវិញន័យថាសំណុំនៃ kx មានថាភាសាខ្មែរដកជាមួយនឹងសំណុំនៃ kx ប្រសពជាមួយនឹងប្រសពជាមួយនឹង m ប្រសពជាមួយនឹងគណិតវិទ្យាមានន័យថាសំណុំនៃ kx មានន័យថាស្មើជាមួយនឹង110ប្រសពជាមួយនឹងគណិតវិទ្យាដែលក្នុងពីមុខហ្នឹងគឺមានន័យថាដក40មានន័យថាស្មើនឹង70អូខេមួយទៀតសំណុំនៃខ្ញុំ mathematics គឺ m ដកជាមួយនឹង kx ភាសាខ្មែរប្រសពជាមួយនឹងគណិតវិទ្យាសិស្សរៀនភាសាខ្មែរប្រសពជាមួយនឹងសិស្សរៀនគណិតវិទ្យាស្មើជាមួយនឹង80ដកជាមួយនឹង40អញ្ចឹងវាស្មើជាមួយនឹង40អញ្ចឹង probability ពេលរបស់យើងស្មើជាមួយដូចគ្នាដូចខាងលើស្មើជាមួយនឹង70បូកជាមួយនឹង40ចែកជាមួយនឹង150ចឹងស្មើជាមួយនឹង110នៅលើ150ដូចគ្នាបងប្អូនចង់ប្រើតាម graphic ក៏បានបងប្អូនចង់សម្រេចតាមរូបមន្តរបស់សំណុំក៏បានដែរ